ចាសួស្តីបងប្អូនទាំងអស់គ្នាខានជួបគ្នាយូរតាសុខសប្បាយដែរទេថ្ងៃនេះដែរគឺថាមានវីដេអូថ្មីមួយទៀតហើយគឺដំណើរកំសាន្តនៅខេត្តបាត់ដំបងប៉ុន្តែដំណើរកំសាន្តនេះក៏ចង់យូរហើយបងប្អូនហើយពេលទៅនេះគឺថាលក្ខណៈស្លំទៀតណាចាពេលចឹងទៅក៏បានទៅតែម្ដងទៅហើយកន្លែងនេះដែរគឺត្រីច្រើនបងប្អូនគឺនៅភ្នំបណ្ណាន់ប្រាសាទបណ្ណាន់ខេត្តបាត់ដំបងហ្នឹងចាហើយកន្លែងស្រះចិញ្ចឹមត្រីគឺថាត្រីធំច្រើនណាស់ចាបន្ទាប់ពីឲ្យចំណីត្រីមើលត្រីថតត្រីអីរួចគឺថាទិញបានមួយជួរមួយថងចាបន្ទាប់ពីទិញបានមួយថងគឺក៏បានមកកន្លែងប្រាសាទចាហើយឡើងបានតែត្រឹមតំណាក់ត្រឹមហ្នឹងបងប្អូនចាហើយយើងក៏បានថតរូបលេងខ្លះអីចឹងណាបងប្អូនចាហើយដំណើរកម្សាន្តនេះគឺមានតែ3នាក់កូនប៉ៅទេចាហើយនេះគឺទេសភាពគឺថាពិតជាស្រស់ត្រកាលមែនហើយយើងទៅនេះគឺទៅតាំងពីព្រឹកបងប្អូនទៅដល់ពេលព្រឹកហ្មងដោយសារតែយើងសម្រាប់នៅបាត់ដំបងតាំងពីល្ងាចដោយសារមានការតាំងពីពណ៌អីផងបងប្អូនចាហើយទិញបានមួយជុំមួយថងហើយមួយជុំមួយថងហ្នឹងក៏ឆៃទាំងព្រឹកតែម្ដងបងប្អូនចាហើយនេះគឺទេសភាពគឺថាអូយដើមឈើច្រើនតិចចង់ទៅឆៃហ្មងនាងខ្ញុំធ្លាប់មកម្ដងកាលវឹកទឹកចាប់ទី12ទឹកចាប់ប្រឡងចាប់បាក់ដប់ថ្មីបងប្អូនហើយមិត្តភ័ក្តិមកឡានគឺថានាំគ្នាមកលេងដល់ណាចាហើយនាំគ្នាឡើងទៅដល់លើតែថ្ងៃនេះខ្ញុំទៅនេះគាត់បានឡើងទេបងប្អូនចាហើយមកជួមួយថងយើងហ្នឹងក៏ចាប់ដើមញ៉ាំភ្លក់តែម្ដងបងប្អូនគឺថាអូយជាតិតែម្ដងចាហើយគឺថាញ៉ាំទាំងព្រឹកស្មានហ្នឹងគឺប្រហែលជាម៉ោង8ជាង7 9បងប្អូនជួគេគឺថាអែមដាច់ដែរហើយគេមានលក់ផ្សេងច្រើនចាហើយបើកន្លែងឡូរីវិញគឺថាគេចាក់បេតុងថ្មីអញ្ចឹងឥឡូវគឺថាគេជិះកាត់តាមប្រាសាទបណ្ណាន់ហ្នឹងបងប្អូនចាតែនេះខ្ញុំបានទៅលេងឡូរីទេគឺត្រឹមប្រាសាទបណ្ណាន់ហ្នឹងឯងដោយសារតែណាមួយយើងទៅផ្ទះវិញផងបងប្អូនចាយើងបានដើរទៅត្រឹមហ្នឹងហើយយើងក៏នាំគ្នាបកក្រោយទិញផ្លែឈើទិញអីយកទៅផ្ទះហាមកបាត់ដំបងដើម្បីទិញតារ៉េនដល់ពេលមកមិនបានទិញតារ៉េនណាបងប្អូនបានសាវមកមួយថងយកទៅផ្ទះវិញផ្ញើអ្នកផ្ទះក៏ដែរតែផ្ញើអ្នកផ្ទះអីក៏ប៉ັດឆៃតែខ្លួនឯងដែរណាពី3ថ្ងៃឯងគឺថាសាវមកអត់តន់អស់ទេយើងទិញច្រើនដែរហ៎